ពេលប្រឡងកាលណាយើងឃើញចន្លោះក្រោយ 4h ដូចខាងលើហ្នឹងគឺយើងងាយទាយចម្លើយមែនតើតើ 4h នឹងអីគេមុនចូលដល់សូមជួយ follow ម្នាក់មួយសិន4h ហ្នឹងគឺជាការសង្ខេប4ពាក្យគឺពាក្យ have haze had និងពាក្យ having ហើយ4ពាក្យហ្នឹងមកពីណាគឺអត់មកពីណាឆ្ងាយពីគេស័ព្ទពិសេសរបស់យើងឯងគេស័ព្ទពិសេសហ្នឹងឯគេគឺខ្ញុំពង្រួញមកនៅសល់ happy birthday sexy woman ហើយអក្សរ h នៅខាងដើមហ្នឹងគឺសំដៅលើ 4h ហ្នឹងឯងចឹងកាលណាពេលប្រឡងយើងឃើញចន្លោះនៅក្រោយទម្រង់ have ទាំង4យើងត្រូវចាំថាគេស័ព្ទដែលយើងអាចយកមកពេញបានគឺបានតែគេស័ព្ទទង់ទី3យើងអាចយកគេស័ព្ទទម្រង់ផ្សេង4ទម្រង់ផ្សេងបណ្ដាអាទិទម្រង់ដើមទម្រង់ he she it ទម្រង់ verb to ទម្រង់ verb ing គឺយើងអាចយកមកដាក់ចន្លោះនៅក្រោយ have បាននេះបើយើងមើលឧទាហរណ៍គេនិយាយថា they have blank ចឹងកន្លែងនេះកន្លែងទាយរបស់យើងឃើញចន្លោះនៅក្រោយ have ហើយគេយកពាក្យ see យកមកបំបែកអញ្ចឹងគេស័ព្ទដែលអាចដាក់នៅចន្លោះហ្នឹងបានតែគេស័ព្ទទង់ទី3គឺពាក្យ seen បើសិនជាគេដូរពី have ទៅ haven't ទៅជាល្បះបដិសេធវិញដដែលវាជាទម្រង់ have ដដែលអញ្ចឹង verb គឺគេស័ព្ទទង់ទី3គឺចម្លើយ seen ដដែលសំណួរដូចគ្នាទៀតថាគេដូរល្បះទៅជាល្បះសំណួរហើយគេទុកចន្លោះ verb គឺគេស័ព្ទទង់ទី3ដដែលអត់មានប្រែប្រួលទៅណាឥឡូវយើងមកមើលវិញ្ញាសាបាក់ឌុបវិញម្ដងដែលចេញរបៀបហ្នឹងបាក់ឌុប2021អានេះខ្ញុំកែសម្រួលបន្តិចគេនិយាយថា in recent years inflation has almost blank the cost of living អញ្ចឹងកន្លែងនេះគេដាក់ចន្លោះមានពាក្យ have almost សំទោស has almost ពាក្យ almost នេះជា adverb យើងអាចលុបវាចោលបានវាអត់មានឥទ្ធិពលលើគេស័ព្ទទេអញ្ចឹងយើងនៅសល់តែ has ហើយនិង blankអញ្ចឹងយើងដឹងថាក្រោយ has យើងត្រូវប្រើគេស័ព្ទទង់ទី3ទោះបីយើងអត់យល់ពាក្យ double ហ្នឹងវាយើងដឹងថាមាន ed ចម្លើយ c គឺជាចម្លើយត្រឹមត្រូវឧទាហរណ៍ទី2មកពីបាក់ឌុប2008ខ្ញុំសម្រួលដែរអានេះគេនិយាយថា she never really forgave her parents for not having ហើយ blank អញ្ចឹងកន្លែងទីរបស់យើងគឺដូចគ្នា having ជាទម្រង់មួយរបស់ 4h មិញហ្នឹងអញ្ចឹងគេស័ព្ទដែលយើងដាក់បានតែគេស័ព្ទទង់ទី3ហើយឧបមាដែលយើងអត់ចេះពាក្យ allow ក៏យើងអាចចំណាំបានថាអាណាមាន ed ជាគេស័ព្ទទង់ទី3ដែរហើយចម្លើយត្រូវគឺចម្លើយ b ចុងក្រោយយកមកពីវិញ្ញាសាបាក់ឌុប2023គេនិយាយថា all the trees in the park blank recently អានេះបើយើងចាំទម្រង់របស់យើងខាងដើមមិញក្រោយ have យើងប្រើគេស័ព្ទទង់ទី3យើងមើលចម្លើយ b យើងឃើញគេដាក់ពាក្យថា have being ចឹងអាហ្នឹងជា combination combo ដែលខុសដាក់ការដាក់គេស័ព្ទជាមួយគ្នាខុសតែម្ដងព្រោះជាក់ស្ដែងយើងមិនដែលយក verb ing យកទៅប្រើជាមួយនៅខាងក្រោយទម្រង់ 4h ដែលយើងនិយាយខាងដើមមិញអញ្ចឹងយើងដឹងអាហ្នឹងខុសហើយចម្លើយត្រូវគឺចម្លើយ a សរុបមកវិញរបៀបចំណាំងាយឲ្យតែឃើញចន្លោះក្រោយទម្រង់ have ណាមួយ 4h ហ្នឹងverb ដែលយើងត្រូវយកមកបំពេញគឺបំពេញគេស័ព្ទទង់ទី3មិនថាវាជាល្បះស្របល្បះសំណួរឬក៏ល្បះបដិសេធទេអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងហើយកុំភ្លេចចូលទៅមើលក្នុង comment ខាងក្រោមព្រោះខ្ញុំមានលំហាត់រៀនធ្វើដើម្បី practice មេរៀនហ្នឹងហើយធ្វើឲ្យសូម screenshot តម្លាក់លទ្ធផលខាងក្រោមមកជួបគ្នានៅវីដេអូក្រោយបាយបាយ